បាទជំរាបសួរបងប្អូនមកបងប្អូនអើយមកអ្វីដែលបងប្អូនហ្វេនគុនខ្មែរតឹងរងចាំជាពិសេសគឺខ្ញុំគ្រូរវាងសុកធីជាមួយពេជ្រសម្បត្តិគីឡូ60បងប្អូននិយាយទៅគឺ 80% ច្បាស់កាយព្រោះមូលហេតុអីខ្ញុំឃើញបងអេដមីនគាត់ថយហើយនឹងលោកគ្រូផាន់គាត់ថយគូនេះប៉ះគ្នានៅក្នុងកម្មវិធី Extreme ប៉ុខហងមាសអញ្ចឹងហើយគឺប៉ះគ្នា 80% ហើយតែមិនដឹងថ្ងៃណាខែណាទេហើយអ្វីដែលខ្ញុំគិតទេណា 80% វាយកងធំ5ទឹកទៅតាមខ្សែក្បាត់ប្រមូលហេតុអីសុកធីគេអត់វាយកងចេញមេរៀមទេបងប្អូនអត់វាយកងចេញមេរៀមទេហើយពីមុនខ្ញុំគិតថាសុកធីបើសិនជាវាយកងធំ5ទឹកខ្ញុំគិតថា70 30ពេញសម្បត្តិតែឥឡូវអត់ទេបងប្អូនឥឡូវអត់ទេប្រមូលហេតុអីពេញសម្បត្តិឡើងសាហាវហ្នឹងបងប្អូនអើយប្រហែលប្រកួតនេះមួយរយៈនេះពេញសម្បត្តិឡើងសាហាវណាស់ហើយធ្ងន់ណាស់មិនថាកងតូចមិនថាកងធំមិនថា5ទឹកមិនថា3ទឹកគឺពេញសម្បត្តិធ្ងន់គ្រប់និយាយទៅល្អគ្រប់ហ្មងអញ្ចឹងហើយឥឡូវខ្ញុំគិតថា60 40តែខ្ញុំនៅយកសុកធីប្រមូលហេតុអីសុកធីគឺជាកីឡាករជើងចាស់ដែលមានបទពិសោធន៍ច្រើនឆ្លងកាត់ការប្រកួតធំជាច្រើនហើយសុកធីគេប្រកែបិទហើយរឹងហើយគេវាយឆ្លាតអញ្ចឹងហើយបើដងធំ5ទឹកខ្ញុំនៅតែសុកធីហ្នឹងតែខ្ញុំឲ្យ60 40ទេអញ្ចឹងហើយគូនេះបើសិនជាប៉ះគ្នានៅថ្ងៃណាមួយគឺដងធំ5ទឹកខ្ញុំនៅតែយកសុកធីបងប្អូនទោះបងប្អូនគិតអ្មេចអានឹងជឿបងប្អូនអ្វីដែលខ្ញុំគិតទេណាគឺខ្ញុំនៅតែសម្បាញ់សុកធីខ្ញុំឲ្យ60 40អត់ដូចពីមុនទេព្រោះឥឡូវពេជ្រសម្បត្តិឡើងសាហាវណាស់